Ok, xin chào các bạn hôm nay mình tao sẽ hướng cho bây giờ mình chơi tại chơi chỉ PT bấy thì ngọt này chẳng hay các bạn khắp bêu lưu tao. Và các bạn sẽ rung mau giờ các bạn khơi chỉ muốn chơi risk là những cứ cái phong tay lẩu pro tham với miếng bạn chop đầy rồi niềng hay những cứ bảo hiểm trên tôi sao. Các mà cả tay cái này quên cái line tại maybe bạn trên mau vậy chỉ muốn con cái đây luôn bêu đấy Renes nhưng mà khơi chỉ muốn bắt tao với miếngហើយនៅពេលនេះបានរើសវាមើលវាបានមុតដៃរបស់នាងតែម្ដងហើយក្រោយមកនាងក៏បានទៅការលក់បតោនោះឲ្យទៅកាន់នារីម្នាក់មានឈ្មោះថា Quiz រួចហើយរណេះនាងបានទៅការព្យាយាមបកជាមួយស្លឹកមួយនឹងចេញក៏តែនៅពេលដែលស្លឹកមួយហ្នឹងវាបានទៅការទៅប៉ះជាមួយរបស់វិញយ៉ាងវានឹងចូលរបស់នោះខិតជាពីរហើយនៅពេលយើងបកជាមួយនឹងกระดาษហ្នឹងចេញរបស់នោះនឹងរួមចូលគ្នាខ្ល้ายជារបស់តែមួយវិញហើយនេះហើយគឺជា time poster របស់ចៅ Ernest រហូតនាងបានទៅការប្រើប្រាស់ time poster នេះទៅចាត់ការជាមួយអ្នកបោះសម្អាតមួយដែលបានលួចលុយរបស់នាងហើយទៅពេលនាងចាំទៅការចាប់វាយកមកសួរចម្លើយនៅពេលនោះដែរនាងក៏បានឃើញជាមួយនឹងឌីដល់ចម្លែកបានទៅការចេញក្នុងមុខរបស់អ្នកបោះសម្អាតមួយហ្នឹងទៅធ្វើនាងគឺឆ្ងល់ខ្លាំងមែនហើយនៅពេលបាននឹងខ្លួនត្រឡប់មកវិញចៅ Ernest ក៏បានទៅការលួចយកឌីមួយចេញពីក្នុងមុខរបស់វាបាត់ទៅហើយនាងក៏ចាប់ដើមដើរសួរគេតាក់ទងជាមួយអ្នកបម្រើផងដែរក៏តែគ្មានអ្នកគេស្គាល់វានោះទេរហូតនៅពេលដែល Ernest បានទៅការចូលទៅក្នុងកតុបទឹកដើម្បីមើលជាមួយឌីវិញហ្នឹងនៅពេលដែរនាងបានមើលឃើញពីសកម្មភាពដែលវាបានលើកការលួចលុយរបស់នាងតែម្ដងក៏តែពេលដែរឌីបានទៅការចូលក្នុងមុខរបស់នាងនិងបានមើលឃើញជាមួយនឹងសកម្មភាពរបស់ White Snake ធ្វើនាងភ័យខ្លាំងតែក៏បានទៅការក្បត់ឌីងចូលប្រគុណបាត់ទៅនៅពេលដែរអាមួយអ្នកបំរើបានទៅការចូលមករកនាងតែម្ដងឃើញដូច្នេះអេរណាបានទៅការសួរពីរឿងឌីងទៅកាន់វាក៏តែបានទៅការស្រែកយំទៅវិញដោយសារតែវាគឺបានចាំជាមួយរឿងអ្វីនោះទេដូចឃើញដូច្នេះអេរណាបានទៅការតែនិយាយលួងវាវិញទៅនឹងបានសួរវាថាតើវាខាត់អីអត់ដែលឃើញចឹងវាគឺអត់ស្វែងខ្លាំងតែព្រោះថាអេរណាគឺជាមនុស្សដំបងហើយដែលបានសួរពីសក់ទុករបស់វាព្រោះហើយបានតែការដកសាកបាច់ចេញទៅចងកតែម្ដងតែអេរណាគឺភ័យខ្លាំងតែព្រោះថាអេរណាមានអារម្មណ៍ថាករបស់នាងក៏ត្រូវបានគេចាប់ចងដូចគ្នាហើយយើងបានដឹងថាអាមួយអំរាងគឺវាមានឈ្មោះថា McQueen ដែលនេះគឺជាថា poster របស់វាដែលត្រូវបាន White Snake បកគលឲ្យដោយសារតែ McQueen ហ្នឹងវាគឺជាមនុស្សអាក្រក់ខ្លាំងតែតែ White Snake គឺស្រឡាញ់វាចឹងហើយក៏បានការផ្ដល់ថាមពលមួយនេះឲ្យទៅកាន់វាដើម្បីវាចាត់ការទៅកាន់អ្នកដទៃដើម្បីជួយខ្លួនឯងទៅពេលដែររណាបានការ copy ជាមួយខ្សែចងកហ្នឹងដកស្លឹករបស់នាងចេញទៅវិញធ្វើអាខ្សែចងកហករបស់គ្នាដាច់ខ្សែតែម្ដងធានអ្នកពីរបានការរកខ្លួនហើយ McQueen វាបានការអរគុណដល់រណាបានជួយជីវិតរបស់វានិងបាននិយាយថារណាគឺជាមនុស្សល្អហើយនៅពេលដែលរណាកំពុងតែអៀននៅពេលដែរវាបានការចាប់ជាមួយទឹកខ្លួនឯងតែម្ដងតែរណាក៏ត្រូវបាន Steroid បើកដំណើរការចាប់ជាមួយទឹកផងដែរសំណាងល្អរណាបានការ copy ជាមួយខ្លួនឯងទៅជាពីរនឹងវាយ McQueen ហ្នឹងឲ្យចេញក្នុងទឹកបានសម្រេចផងដែរតែធ្វើវាបានការស្រែកទៅហោយំពេញនឹងតែម្ដងហើយរណាបានការគម្រាមថាសម្រាប់វាប្រសិនវាធ្វើឈួតចឹងទៀតក៏តែអាមួយនោះវារោគចិត្តខ្លាំងតែនវាថៃសំបឲ្យរណាសម្រាប់វាថៃនេះផងតែឃើញស្ពីការសួររណាបានការបញ្ញារជំទីកន្លែងតែម្ដងទៅហើយពេលនាងបានការរត់ដល់កន្លែងមួយពេលដែរនាងបានឃើញជាមួយនឹង Emporio បានទៅការចេញមកជួបនាងតែម្ដងបានប្រាប់ទៅកាន់នាងថាថាពលដែលនាងគឺកំពុងតែមានហ្នឹងគឺគេហៅថា Stan នឹងប្រាប់ពីមូលហេតុដែលនាងទទួលបានវាផងដែរដោយសារនាងគឺបានត្រូវបានមុតដៃដែលអាបតោងសោតដែលចូលលេងមិនបោះចោលនឹងឯងនឹងបានសួរនាងទៅតងជាមួយឌីផងដែរហើយនៅពេលដែលនាងបានទៅការបង្ហាញឌីទៅកាន់ Emporio ធ្វើគាត់គឺសម្បត្តិខ្លំតែននៅក្នុងដូច្នេះនាងក៏បានការឲ្យឌីទៅកាន់ Emporio ទៅព្រោះថានាងគឺអត់ត្រូវការទេក៏តែនៅពេលដែរស្រាប់មានភ្លើងបានទៅការចេញមកឆក់ដៃរបស់នាងតែម្ដងធ្វើពួកគេបានថាអាមួយមកឃើញហ្នឹងគឺវាកម្រងសម្រាប់ខ្លួនឯងទៀតហើយបើសិនវាសម្រាប់ខ្លួនឯងបានសម្រេចនោះអេរណាក៏ត្រូវបានស្លាប់ផងដែរដូច្នេះនាងក៏បានទៅការបញ្ញាប់ទៅរើជាមួយនឹងអាមួយមកឃើញនឹងឡើងវិញតែម្ដងហើយនៅពេលនាងបានទៅការរត់រើវាឃើញទៅពេលដែរវាគឺកំពុងតែចងខ្សែភ្លើងជុំវិញខ្លួនដើម្បីសម្រាប់ខ្លួនឯងចោលឃើញដូច្នេះនាងក៏បានទៅការព្យាយាមប្រាប់ទៅកាន់វាថាបើសិនវាស្លាប់នោះនាងក៏ស្លាប់ផងដែរក៏តែមកឃើញគឺហាក់បីដូចជាមិនខ្វល់នឹងចាប់ដើមនិយាយបែបមេសាខាទៅវិញឃើញដូច្នេះរណាក៏ចាប់ដើមនិយាយញ៉ាយញងជាមួយអាមួយតែម្ដងដើម្បីកុំឲ្យវាគឺសម្រាប់ខ្លួនក៏ប៉ុន្តែវាមើលដឹងថារណាធ្វើបែបនេះគឺខ្លាចស្លាប់តែប៉ុណ្ណោះគឺមិនមែនស្រឡាញ់វាទេដែលរណាក៏បានសារភាពព្រោះថាវាគឺកំពុងត្រូវបានប្រើប្រាស់ទៅដោយ White Snake ក៏ប៉ុន្តែអាមួយហ្នឹងគឺវានៅតែមិនខ្វល់ដូច្នេះនាងក៏ចាប់ដើមជេរតែម្ដងតែធ្វើឲ្យវាក៏បានទៅការស្រែកយំនិងសរសើរថារណាគឺជាមនុស្សស្រីដ៏ស្មោះត្រង់ម្នាក់ហើយក៏ជាមនុស្សល្អផងដែរដូច្នេះហើយវាគឺអរគុណព្រះដែលឲ្យរណាមកស្លាប់ជាមួយនឹងវាធ្វើរណាគឺថាភ័យខ្លាំងតែនទើបបញ្ញារត់ទៅរកវាដើម្បីបញ្ឈប់ក៏តែវាបានការចាត់ប៊ូតុងធ្វើទាំងពីរបានការឆក់តែម្ដងប៉ុន្តែចេះស្មានល្អនៅពេលដែររ៉េណាបានការបិទ sticker របស់នាងទៅលើវារួចស្រេចហើយនៅពេលដែលភ្លើងបានការឆេះជាមួយ sticker នឹងបាត់វាបានការរត់បុកគ្នាធ្វើឲ្យ McQueen បានការងាប់បាត់ទៅហើយរ៉េណាក៏ទទួលបានជាមួយ D ទី2ហើយយើងបានឃើញជាមួយ Stan របស់នាងផងដែរដូច្នេះហើយអ្វីត្រូវធ្វើបន្ទាប់នោះគឺទៅជួបជាមួយនឹង Joleneការមកកាន់កន្លែងរបស់ Jolene នៅវិញពេលដែរ Imperial បានការទៅជួបជាមួយនាងបានការឲ្យ Ding ទៅកាន់នាងផងដែរ
ហើយចូលលេងបានការយកឌីហ្នឹងម្ចាក់មើលតែម្ដងពេលព្រឹកមកដល់ឆ្មាំងកុកបានហៅអ្នកទោសស្រីទាំងអស់មកជុំគ្នាតាមប្រតិកម្មពួកគេថាការប្រយុទ្ធមិញគឺអ្នកទោស2នាក់បានមកខ្លួននៅឯ farm house ដូច្នេះគាត់ត្រូវការមនុស្ស5នាក់ទៅទីនោះហើយចូលលេងនិង Elenes ក៏បានទៅការស្ម័គ្រចិត្តទៅផងដែរតែក៏វាគ្នាបានទៅទេរហូតសន្តិសុខបានតែការបង្ហាញជាមួយខ្នោដៃម្យ៉ាងឲ្យទៅកាន់ពួកគេមើលតែម្ដងដែលខ្នោដៃមួយនោះគឺមានសភាពអាចបន្ទុដូចជាក្រប3យ៉ាងចឹងបើសិនបើវាគឺនៅឆ្ងាយពីខ្នោដៃមេចម្ងាយ50ម៉ែត្ររហូតគាត់បានតែការឡើងជិះជាមួយម៉ូតូកង់3របស់គាត់ឲ្យអ្នកដទៃដេញតាមតែម្ដងទៅហើយនៅពេលពួកគេបានមកដល់ Arena ក៏មានឱកាសទៅសួរជាមួយ Jolin តាក់ទងជាមួយនឹងរឿងនេះហ្នឹងហើយនាងបានប្រាប់រឿងរ៉ាវគ្រប់យ៉ាងបានប្រាប់ទៅកាន់ Arena ថាឌីរបស់ពុករបស់នាងក៏ប្រហែលជានៅទីកន្លែងផងដែរព្រោះថាក្នុងអង្គចងចាំរបស់ McQueen នាងបានឃើញជាមួយ tractor មួយដែលក្នុងសបររបស់វាបានទៅការផ្ទុបជាមួយនឹងឌីជាច្រើននៅក្នុងនោះហើយនាងសង្ឃឹមថាក៏មានឌីរបស់ពុករបស់នាងនៅទីនោះផងដែរហើយនៅពេលអ្នកទាំងពីរកំពុងដើរបដើនិយាយគ្នាបដើនៅពេលហ្នឹងដែរអបសង្សងក៏បានទៅការលេចខ្លួនចេញមកស្ដីឲ្យទាំងពីរតែចោទថាអ្នកទាំងពីរហ្នឹងគឺអត់បានធ្វើអីនោះទេទៅលឺចឹង Arena បានការទៅតមាត់ជាមួយវាធ្វើវាខឹងតែបានការយកដបងទៅវាយជាមួយខ្នោដៃរបស់នាងតែម្ដងតែធ្វើឲ្យខ្នោដៃរបស់នាងបានការបញ្ចេញសម្លេងយ៉ាងចម្លែកចេញមកខាងក្រៅធ្វើនាងគឺថាភ័យខ្លាំងមែនតើពេលហ្នឹងដែរវាបានការទៅបញ្ញាក់ជាមួយ Arena ធ្វើនាងបានការដួលទៅលើលីមួកក៏តែជាស្មានល្អចូលលេងបានជួយសង្គ្រោះនាងតាន់ធ្វើលីមួកមនុស្សបានការខ្ទាតទៅប្រឡាក់ជើរបស់អបសន្តិសងវិញហើយចូលលេងបានការសំទោវាផងដែររហូតអ្នកទាំងពីរបានការបន្តដំណើរទៅកាន់ farm house បន្តទៀតហើយពួកគេបានការទៅឃើញជាមួយនឹងអ្នកទោសស្រីចំនួន2នាក់ទៀតទីនោះហើយពេលពួកគេបានការចូលទៅមើលក៏បានឃើញជាមួយនឹង tractor នៅទីនោះពិតមែនក៏តែពេលពួកគេចង់ចូលទៅមើលបន្ថែមទៀតអបសន្សងបានការហៅពួកគេឲ្យឈប់តែម្ដងនិងប្រាប់ពួកគេដើរឆ្លងទឹកដើម្បីស្វែងរកជាមួយអ្នកទោសបំបាច់ខ្លួនតែធ្វើពួកគេគឺថាអត់សប្បាយចិត្តទេហើយវាបានការជិះជិនទៅផងដែរហើយនៅពេលនោះហើយដែល Arena បានចាប់អារម្មណ៍ឃើញថាមានអ្វីម្យ៉ាងខុសប្រក្រតីដោយសារពួកគេមកគឺតែ5នាក់តែប៉ុណ្ណោះក៏តែឥឡូវហ្នឹងគឺឡើងដល់6នាក់ធ្វើនាងគឺឆ្ងល់ខ្លាំងតែនថាម្នាក់ទៀតគឺមកពីណានៅពេលនោះក៏មានអ្នកទោសស្រីម្នាក់បានចាប់អារម្មណ៍ដូចជាពួកគេយ៉ាងចឹងក៏តែគួរសោកស្ដាយនាងគឺបានចាំមុខរបស់ម្នាក់ទេហើយនៅពេលនោះដែរពួកគេក៏ចាប់អារម្មណ៍ឃើញថាអបមួយសន្សងក៏បានបាច់ខ្លួនមកទៅហើយម៉ូតូកង់3របស់គាត់គឺពុំពេញដោយឈាមហើយនៅពេលពួកគេកំពុងតែភឹកខ្លួននៅពេលនោះដែរម្នាក់ស្រីដែលមកក្រោយគេនាងមានអារម្មណ៍ថាកង់ដៃរបស់នាងគឺលោខុសធម្មតាមកស្ទុះក្រោយនាងបានកាប់ទុកខ្លួនស្លាប់តែម្ដងហើយធ្វើពួកគេគឺភ័យខ្លាំងតែនៅប្រញាប់ស្វែងរកជាមួយបច្ឆិនសក់ហ្នឹងមិនយូរប៉ុន្មានពួកគេបានស្វែងរកឃើញនិងប្រញាប់រត់ទៅជួយទៅហើយចំណែកឯ Arena ជាមួយ Jolin បានថាវាគឺជាការវាយប្រហាររបស់ enemy stand ដូច្នេះពួកគេត្រូវតែប្រយ័ត្នចំពោះ3នាក់នេះថាមានម្នាក់គឺជា enemy stand នឹងឯងដូច្នេះពួកគេបានការញាប់ឡើងលើគោកវិញពេលដែរ Arena បានចាប់រងឃើញជាមួយធុងនៅអាកំបាំងមួយហើយនេះបាននិយាយថានេះបានឃើញអ្វីម្យ៉ាងនៅក្នុងធុងមួយនោះតទៅជិះទៅក៏តែក្នុងធុងនោះគឺគ្មានអ្វីនោះទេហើយនៅពេលដែលចូលលីមបានការភ្លេចខ្លួនទៅផ្លែតែបដោះងាកមកវិញយើងបានឃើញថា Arena ត្រូវបានធុងនោះចាប់នាងជាមួយទឹកបាត់ទៅហើយនៅក្នុងធុងនោះផងដែរ Arena បានចាប់អារម្មណ៍ឃើញជាមួយប្រភេទសត្វម្យ៉ាងដែលគេហៅថា Plankton ដែលវាគឺមានចំនួនច្រើនខ្លាំងតែនដូច្នេះ Arena បានការប្រើប្រាស់ stand របស់នាងដើម្បីគេចខ្លួនក៏តែបានការចាប់អស់នាងទៅបន្ថែមទៀតដូច្នេះចូលលីមបានការប្រើប្រាស់ជំនួយ Tempo stand របស់នាងបង្កើតជាសំណាញ់រត់លើទឹកតែម្ដងដើម្បីទៅជួយជាមួយនឹង Arenaហើយនៅពេលបានការរត់ទៅដល់នាងបានការប្រើប្រាស់ stand របស់នាងហក់ទៅវាយជាមួយ stand ហ្នឹងក៏តែបានការចាប់ដៃរបស់នាងជាប់បានការវាយទម្លុះពោះរបស់នាងផងដែរប៉ុន្តែជាស្មានល្អចូលលេងបានការប្រែពោះទៀតទៅជាសំណាញ់ដើម្បីគេចទាន់និងបានការដាក់មួយហ្នឹងឲ្យវាខ្ទេចខ្លួនតែម្ដងទៅបានជួយជាមួយ Arena គេចខ្លួនចេញខាងទឹកចេញខាងក្រៅបានសម្រាប់ឆាញ់ទៀតផងហើយអា Stand Plankton ហ្នឹងគឺវាមិនអាចឡើងទៅលើគោកបានទេដូច្នេះហើយទាំងពីរបានការប្រញាប់ទៅរកជាមួយចៃ3នាក់តែម្ដងនិងបានការសួរទៅកាន់អ្នកទាំង3ថាតើគេគឺជា enemy stand ក៏តែពួកគេគឺអត់ដឹងខ្លួនទេទើបចូលលេងគឺមានវិធីដោះស្រាយមួយដែលនាងបានការប្រើប្រាស់ stand របស់នាងទៅវាយប្រហារទាំង3តែម្ដងក៏តែពេលនោះដែរក៏មាននារីម្នាក់បានការចាប់ដៃ stand របស់នាងជាប់ដែលធ្វើចូលលេងបានថាម្នាក់ហ្នឹងហើយគឺជា enemy stand ក៏តែមិនមែនតែម្នាក់ទេគឺថាទាំង3នាក់ហ្នឹងគឺជា enemy stand ទាំង3នាក់តែម្ដងក៏តែគឺជាមនុស្សតែម្នាក់ដោយសារតែ stand ហ្នឹងបានការចូលគ្រប់គ្រងខ្លួនប្រាណរបស់ពួកគេទាំង3នាក់តែម្ដងនិងប្រហែលរូបរាងពិតរបស់វាក្រោយប្រហែលខ្លួនរបស់នារីម្នាក់ចេញខាងក្រៅហើយវាគឺបច្ចុប្បន្នទៅកាន់ពួកគេខ្លាំងតែនដែលមកឈ្លានពានទឹកដីរបស់វាដូច្នេះហើយវាគឺនឹងសម្លាប់អ្នកទាំងពីរទីកន្លែងតែម្ដងហើយនៅពេលចូលលេងហៅវាថា Plankton គឺវាបច្ចុប្បន្នខ្លាំងតែនដែលឈ្មោះរបស់វាគឺជា SS ឬក៏ Food Fighter ហើយវាបានការប្រញាប់រត់ចូលកន្លែង farm house ទៅហើយនឹងឲ្យកូនចៅវាមួយទៀតបានការចាត់ជាមួយបេសិនសងចូលទៅក្នុងទឹកក្រុមនេះចូលលេងបានការទុកការងារទៅជួយជាមួយបេសិនសងឲ្យទៅកាន់ Arena ចំណាយនាងគឺទៅតាមជាមួយនឹងអាមួយ Plankton ហ្នឹងដោយ Arena បានការប្រើប្រាស់ជាមួយ Tempo Poster របស់នាងទៅវាយជាមួយ Plankton ហ្នឹងក៏តែអាចរងជាប់នឹងបានចាប់ដៃរបស់នាងជាប់ថែមផងក៏តែដៃវាបានចាប់ជាប់គឺជាដៃខ្លាំងខ្លាយតែប៉ុណ្ណោះហើយនៅពេលដែល Arena បានការលើបេសិនសងចេញនៅពេលហ្នឹងដែរអាមួយហ្នឹងបានការបែកខ្លួនទៅច្រើនទៅតោងជាមួយនឹងបេសិនសងហ្នឹងដើម្បីសម្លាប់ជាមួយ Arena
ក៏តែរណាបានការយកសាកសពដែលគ្រឿងស្វិតក្បែរហ្នឹងយកមកបំបែកឲ្យទៅជាផាសអស់តែម្ដងតែធ្វើឲ្យផាសហ្នឹងបានការខ្ទាតទៅលើអាមួយហ្នឹងបើជាទឹកពីក្នុងខ្លួនរបស់វាខ្ទេចតែធ្វើឲ្យបានការរលាយខ្លួនខ្ទេចបាត់ទៅណាមួយអាសាច់ប្រភេទ plankton ហ្នឹងគឺជាសាច់ដែលត្រូវការទឹកសំខាន់ខ្លាំងមែនទែនហើយនៅពេលនាងធ្វើអញ្ចឹងធ្វើឲ្យជាតិទឹកក្នុងខ្លួនរបស់វាស្ងួតតែធ្វើឲ្យវាគឺបានងាប់បាត់ទៅហើយនាងបានការលាបសិនសងទៅកាន់ farm house ទៅចំណែកចូលលេងនៅពេលនេះបានការដើរចូលខាងក្នុង farm house នាងក៏បានឃើញជាមួយនឹងអា Steve ហ្នឹងបានការបើកទឹកប្រហោឡើងពេញតែម្ដងព្រោះហើយវាបានការសួរទៅកាន់ចូលលេងថាតើចូលលេងចង់ងាប់ឬចង់រស់ហើយបើចង់ងាប់តើចូលមកហើយចូលលេងបានការដើរចូលទៅមែនបានសួរទៅកាន់វាថាតើទង្វើវាប៉ងធ្វើហ្នឹងគឺជាការបញ្ជារបស់ White Snake មែនទេក៏តែ Steve បានបដិសេធបាននិយាយថាវាគឺអត់ដែលស្គាល់ជាមួយ White Snake ទេហើយក៏អត់ដែលឃើញផងដែរហើយពេលហ្នឹងចូលលេងបានការស្ទុតអ្វីមហាតកាន់អាមួយ plankton ហ្នឹងក៏តែបានការគិតផុតតែបានការប្រើប្រាស់ជាមួយ plankton ច្រើននៅក្នុងទឹកបានការទៅចាប់ជាមួយចូលលេងជាប់តែម្ដងក៏តែពេលហ្នឹងចូលលេងបានប្រើប្រាស់ជាមួយ Thamposteronian ទៅចាប់ជាមួយអា tractor ហ្នឹងឲ្យវាបើកទៅខាងមុខវាឃើញចឹងអាមួយហ្នឹងវាបានការប្រឡែងចូលលេងបានការស្ទុតទៅតាមជាមួយ tractor ហ្នឹងវិញក៏តែសាវាគឺមានចិត្តទឹកធ្វើរាងកាយរបស់វាចាប់ដើរលៀមម្ដងតិចហើយចឹងក្រោយនៅពេលដែលរ៉េចង់សម្រាប់វាចោលពេលដែរចូលលេងបានការតែហាមឃាត់នាងតែម្ដងមិនត្រឹមតែម្ដងនាងថាញ់ពូតទឹកឲ្យទៅកាន់អាមួយ stand ថៃផងធ្វើឲ្យរ៉េគឺឆ្ងល់ខ្លាំងតែនថាចូលលេងឈួតមែនក៏តែចូលលេងបាននិយាយថាតែប៉ុន្តែអាមួយហ្នឹងគឺវាមានតកតងអីជាមួយ White Snake ទេហើយមូលហេតុដែលវាការពារ D គឺសារ D ហ្នឹងគឺជារបស់តែមួយគត់ដែលធ្វើឲ្យវាគឺមានរូបរាងដល់សប្តាហ៍ថ្ងៃនឹងឯងតែ Arenas នៅតែមិនព្រមព្រោះថាមួយហ្នឹងគឺបានសម្លាប់ជាមួយមនុស្សចំនួន5នាក់ហើយក៏តែចូលលេងគឺថាអីទេដែលនាងជឿថាអាមួយហ្នឹងគឺអាចកែប្រែខ្លួនឯងបាននៅបានតែនិយាយជាមួយវាថានាងនឹងជួយជីវិតរបស់វាបើសិនមកវាគឺនឹងជួយការពារ D ហ្នឹងឲ្យមកកាន់នាងនឹងឈប់សម្រាប់មនុស្សបន្តទៅទៀតហើយវាបានការយល់ព្រមផងដែរព្រោះហើយចូលលេងបានការទៅរើជាមួយ D ពររបស់នាងនឹងបានរកឃើញបានសម្រេចដែល D មនុស្សគឺជា D Stand Star Platinum នៅពេលដែរចែសក់បៃតងបានការងើបឡើងមកវិញតែម្ដងឃើញទាំងពីរបានការត្រៀមខ្លួនប្រយុទ្ធក៏តែពេលដែរចែបាននិយាយថាអត់ចាំខ្ញុំទេខ្ញុំធ្វើពីពីគៀបអើខ្លាំងតើក៏ប្រថា Stand Plankton ហ្នឹងគឺអាចគ្រប់គ្រងរាងកាយរបស់មនុស្សទៅបានស្លាប់ហើយវាបានតែការនិយាយទៅកាន់ទាំងពីរថាគឺវាស្វែងរកឃើញគោលដៅរបស់ខ្លួនឯងហើយនោះគឺការពារទៅកាន់ចូលលីនហើយបន្តទៀតវាបានការប្រាប់ទៅកាន់អ្នកទាំងពីរថាឲ្យដៃទាំងពីរមកគឺវាជិបជាបាល់ក៏តែពេលទាំងពីរបានការហត់ដៃទៅវាបានការតែលិតឈាមរបស់ទាំងពីរទៅវិញឃើញទាំងពីរគឺខ្ពើមខ្លាំងតែននឹងថែមទាំងដេកទៅលិតទឹកនៅលើសាបថៃនេះផងដែលឃើញចឹងទាំងពីរបំប្រាវាងព្រឹកប្រាកែវទឹកទៅហើយវាបានការប្រើប្រាស់កែវទឹកមែនមិនយូរប្រហែលកងសង្គ្រោះក៏បានធ្វើដំណើរមកកាន់ទីកន្លែងហ្នឹងធ្វើចូលលីមភ័យខ្លាំងតែនក៏ព្រោះថាអ្នកនឹងទេថាទុកឌីរបស់ពុករបស់នេះទីកន្លែងណាមើលអាមនេះជមើប៉បតាដាឃើញយេស្រួលរហូតពួកគេបានតកាដើរទៅបកគោខ្លួនឲ្យទៅកាន់ក្រុមដែលបានជួយសង្គ្រោះតែម្ដងហើយនៅពេលល្ងាចឡើងយើងបានឃើញថា White Snake វាបានធ្វើដំណើរមកកាន់ទីកន្លែងដើម្បីសើមគេតែបានថាចូលលីងគឺបានយកឌីរបស់ចូលសរោបាត់ទៅហើយក៏បានដឹងពីវត្តមានរបស់គ្នារបស់ចូលលីងពីអ្នកទៀតថៃនេះផងហើយនៅពេលនេះហើយយើងបានឃើញមុខមាត់របស់តួអង្គវាលៀងក្នុងវគ្គនេះដែលគាត់គឺមានឈ្មោះថា Pucci